Ba Som chụp rệp xua bọc mai bom ôn tặng ọc nia nó không bản đánh sang cùng TikTok nâng bản đánh sang cùng YouTube thằng ngày ní đòi sạc nhâm khơi comment bọc cọt trong cây làm o cọt trong oi nhâm o hay cây làm o đà bay mà hai chôn tặng ọc nia cặp bàn tay bom ôn tặng ọc nia cọt ọt đằng bị nhóm á nông mùi ngày khi nhom aiพอដល់ពណ៌មានភ្លាមតន់ហេតុការភ្លាមខ្ញុំអត់អាចអង្គុយបានទេហើយណាមួយខ្ញុំអត់សូវអង្គុយបានយូរទេខ្ញុំវាមានបញ្ហាចង្កេះផងអញ្ចឹងណាអញ្ចឹងបានខ្ញុំគេងផ្ដល់ពណ៌មានទាំងអស់ភ្លាមឃើញពណ៌មានតន់ហេតុការណាដែលកើតមានឡើងគឺខ្ញុំនិយាយភ្លាមបានថាផ្ដល់ពណ៌មានដល់បងប្អូនភ្លាមអញ្ចឹងខ្ញុំអត់អាចបានថាមួយថ្ងៃខ្ញុំឡើងអង្គុយងាកឡើងអង្គុយឬក៏អង្គុយនិយាយមួយថ្ងៃ40-50 ឃ្លីបទេអញ្ចឹងណាអាហ្នឹងខ្ញុំសូមអធិស្ឋានផងខ្ញុំប្រាប់តាំងពីឃ្លីបមុនមកម្លេះហើយមនុស្សយើងវាអត់សំខាន់ទៅលើការដេកឬការអង្គុយឬក៏ការឈរទេវាសំខាន់ទៅលើឧត្តមកតេសំខាន់ទៅលើទ្រឹស្ដីសំខាន់ទៅលើការនិយាយស្ដីសំខាន់ទៅលើការគោរពគ្នាទៅវិញទៅមកតែប៉ុណ្ណោះព្រោះខ្ញុំវាបញ្ហាចង្កេះខ្ញុំអត់អង្គុយបានច្រើនទេបើខ្ញុំអង្គុយច្រើនគឺខ្ញុំជាប់ចង្កេះអញ្ចឹងជាកត្តាមួយដែលធ្វើឲ្យខ្ញុំចេះតែគេងនិយាយជាមួយបងប្អូនពេលខ្លះខ្ញុំគេងរឹងបងប្អូនឃើញស្រាប់ហើយបើខ្ញុំនៅចកាខ្ញុំនៅសៀមរាបគឺខ្ញុំគេងរឹងហើយខ្ញុំនិយាយដល់បងប្អូនហើយមួយវិញទៀតបើបងប្អូនចង់ឲ្យខ្ញុំឈរនិយាយខ្ញុំវាបញ្ហាចង្គង់ខ្ញុំឈឺខ្ញុំឈរនិយាយអត់បានយូរទេអញ្ចឹងណាហើយព័ត៌មានដូចព័ត៌មានមាសអីគឺឡើងចុះភ្លាមអញ្ចឹងខ្ញុំត្រូវផ្ដល់ព័ត៌មានភ្លាមខ្ញុំអាចនឹងអង្គុយយូរបានទេអញ្ចឹងណាអានេះជាការអធិស្ឋានចំពោះពុកម៉ែបងប្អូនទាំងអស់គ្នាសូមអធិស្ឋានចំពោះបងប្អូនមហាជនទាំងអស់គ្នាព្រោះវាបញ្ហាសុខភាពរបស់ខ្ញុំវាអត់ប្រក្រតីដូចគេអញ្ចឹងក៏ខ្ញុំធ្វើតាមអ្វីដែលខ្ញុំអាចធ្វើទៅបានចែកជូនបងប្អូនទាំងអស់គ្នាទី1គឺអាចសន្តាប់បានទី2អាចទស្សនាបានទី3បងប្អូនអាចតាមដានដូចអ្វីដែលខ្ញុំនិយាយបានអញ្ចឹងណាអញ្ចឹងសូមបងប្អូនទាំងអស់គ្នាកុំប្រកាន់នៅអាកប្បកិរិយារបស់ខ្ញុំអីខ្ញុំចង់ណាស់ខ្ញុំចង់ស្លៀកពាក់ស្អាតខ្ញុំចង់អង្គុយនិយាយឲ្យបងប្អូនដោយពិរោះខ្ញុំធ្វើស្ទូឌីយោបានដូចគ្នាក៏ប៉ុន្តែខ្ញុំអង្គុយបានច្រើនអត់បានទេគឺខ្ញុំអង្គុយច្រើនជាប់ចង្កេះបងវាដូចជាមានបញ្ហាទៅលើសរសៃហើយខ្ញុំក៏អត់តាន់បានទៅឆ្កឹះសរសៃក៏អត់តាន់បានទៅបានថាទៅម៉ាស្សាអីចឹងបងប្អូនហើយមួយវិញទៀតដោយសារខ្ញុំលេងកីឡាច្រើនផងខ្ញុំលេងកីឡាច្រើនទៅវាលក្ខណៈថាវាជ្រុលបងប្អូនវាលក្ខណៈឈឺជ្រុលហើយបើសិនជាខ្ញុំអង្គុយអត់បានខ្ញុំនិយាយព័ត៌មានឲ្យបងប្អូនវាអត់កើតអញ្ចឹងណាហើយដូចជាព័ត៌មានតនហេតុការផ្សេងត្រូវនិយាយភ្លាមឃើញភ្លាមគឺត្រូវតែនិយាយភ្លាមត្រូវតែផ្ដល់ព័ត៌មានដល់បងប្អូនមហាជនយើងភ្លាមអាហ្នឹងគឺដូចខ្ញុំនិយាយប្រាប់ហើយអញ្ចឹងបងប្អូនតាំងពីដើមមកគឺខ្ញុំសូមអធិស្ឋានផងគឺខ្ញុំអង្គុយបានមួយថ្ងៃអីខ្ញុំអាចអង្គុយបាន1ម៉ោង2ម៉ោងអញ្ចឹងតែមិនអង្គុយយូរទេគឺខ្ញុំថាអង្គុយហើយទៅនិយាយបានម្ដង2ដងអញ្ចឹងណាតែពេលខ្លះខ្ញុំម៉ោង1:10 2:10យប់ហើយខ្ញុំឡើងទៅអង្គុយឡើងទៅនិយាយម៉ាក់ប៉ាគេម៉ាក់ប៉ាសម្រានអញ្ចឹងយើងក៏អត់អាចរំខានពួកគាត់បានដែរអញ្ចឹងណា
ហើយពេលដែលខ្ញុំនិយាយម្ដងវាអាចនឹងលឺអាចនឹងរំខានដល់ពួកគាត់អញ្ចឹងខ្ញុំនៅក្នុងបន្ទប់ខ្ញុំបិទចិត្តទាំងអស់អត់មានប្រហោងទេអញ្ចឹងដែលអាចនឹងធ្វើឲ្យគាត់អត់លឺអត់សូរសំឡេងរបស់ខ្ញុំគាត់អត់រំខានពួកគាត់អីចឹងទៅអញ្ចឹងកត្តាទាំងអស់នេះសូមអធិស្ឋានដល់ពុកម៉ែបងប្អូនដែលជាមហាជនដែលជា fan របស់ខ្ញុំទាំងអស់សូមគោរពប្រកាន់អីខ្ញុំអានេះខ្ញុំសុំជាលើកទី2ដោយសារឃើញ comment របស់គាត់គឺខ្ញុំពិតជាអរគុណគាត់ណាស់ក៏ប៉ុន្តែដូចខ្ញុំនិយាយខាងដើមហើយនឹង clip មុនអញ្ចឹងគឺដោយសារកត្តាសុខភាពរបស់ខ្ញុំអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នា